ណាសូមមកស្ការស្វែងគុំម្ដងទៀតអញ្ចឹងថ្ងៃនេះខ្ញុំកណាជាគ្រូបន្ទុកថ្នាក់នៃសាលាពុទ្ធិកសិក្សាវត្តព្រៃស្ពឺថ្នាក់ឆ្នាំទី3បង្រៀនព្រះវិន័យនិងពុទ្ធប្រវត្តិនិងសាសនាអញ្ចឹងឯនេះមានសំណួរខ្លះចង់សួរតាក់ទងនឹងចំណេះដឹងផ្នែកខាងសាលាពុទ្ធិកបឋមសិក្សាមុខវិជ្ជារបស់ខ្ញុំកណាផ្ទាល់អញ្ចឹងថ្ងៃហ្នឹងបងមុនមកអានសភៅនៅយើងនេះអានតាក់ទងពីអីគេកណាអានតាក់ទងជាមួយនឹងពុទ្ធកិច្ច5យ៉ាងពុទ្ធកិច្ច5យ៉ាងមុននឹងកណាចង់ដឹងថាពុទ្ធកិច្ច5យ៉ាងសួរពនាមព្រះអង្គសិនពនាមអីគេកណាពនាមអៀងវាសនាណាអៀងវាសនាជាសិស្សសាលាពុទ្ធិកបឋមសិក្សាថ្នាក់ឆ្នាំទី3ជាឆ្នាំម្លងអញ្ចឹងបងអាចរៀបរាប់បានថាតើពុទ្ធកិច្ច5យ៉ាងមានអីខ្លះកណាពុទ្ធកិច្ច5យ៉ាងមានទី1ត្រង់បណ្ឌបាតទីពេលព្រឹកទី1ពេលព្រឹកត្រង់យ៉ាងបណ្ឌបាតទី2ពេលល្ងាចត្រង់សម្ដែងធម៌ទេសនាទី3ពេលប្រលប់ត្រង់ឲ្យអាវាតភិក្ខុសង្ឃទី4ពេលអាត្រិតត្រង់ដោះស្រាយនៅប្រស្នាទេវតាទី5ពេលទីភ្លឺត្រង់ប្រមើមើនៅនិស័យសត្វលោកដែលគូត្រាស់ដឹងនិងមិនគូត្រាស់ដឹងគណៈអញ្ចឹងពុទ្ធកិច្ច5យ៉ាងដែលប្រពុតត្រង់ពេញទី1គឺពេលព្រឹកគឺត្រង់យើងបានអញ្ចឹងទី2គឺពេលថ្ងៃគឺត្រង់ប្រទានអាវាតដល់ភិក្ខុសង្ឃដល់ពុទ្ធបរិស័ទពេលប្រលប់គឺត្រង់ប្រទានអាវាតដល់ភិក្ខុពេលពាក់កណ្ដាលត្រៀតត្រង់ដល់ប្រស្នាទេវតានិងពេលទៀបភ្លឺត្រង់ប្រមាណមើលនិស័យសត្វនេះគឺជាចំណេះដឹងតាក់ទងនឹងពុទ្ធសាសនាពុទ្ធប្រវត្តិដែលតាក់ទងអំពីពុទ្ធកិច្ច5យ៉ាងគណៈសូមអរគុណគណៈគ្រូ